ស្ត្រីដែលបានស្លាប់7ថ្ងៃស្រាប់តែបើកភ្នែកឡើងកុះស្ត្រីដែលហៀបនឹងត្រូវគេបោះចូលទៅក្នុងភ្នូររំពេចនោះមានខ្មោចឈាមចេញមកដើម្បីបំភ័យពួកគេទៅឆ្ងាយដើម្បីរកយុត្តិធម៌ជូនស្ត្រីគាត់បានបាត់បង់ព្រលឹងរបស់គាត់ទៅស្ត្រីប៉ុន្តែមិនដឹងថាមេតបម្នាក់កំពុងស្វែងរកកន្លែងដាក់ការនៅក្នុងវត្តរបស់បូជីចាផ្កានេះត្រូវបានផ្សារភ្ជាប់នៅក្នុងព្រះវិហារគាត់បានសម្រេចចិត្តទៅយកផ្កាដោយផ្ទាល់ប៉ុន្តែគាត់នឹងមិនគិតទេផ្កាដែលគាត់ស្វែងរកអស់ជាច្រើនឆ្នាំត្រូវបានភ្ជាប់ជាមួយស្ត្រីរួចហើយត្រូវបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធនេះអស់រយៈពេល10ឆ្នាំរៀបការសំបីតែព្រៃដែលបាក់នេះក៏ពិបាកចេញដែរវាគឺជាអ្នកបងស្រីសូមរងចាំនៅពេលដែលស្ត្រីងាកមកនាងបានរកឃើញថានាងទទួលស្គាល់មនុស្សខុសហើយស្ត្រីនោះបានឃើញថានាងជាមេតប error 500 server error 1500បានសុំឲ្យមេតបបញ្ជូននាងទៅទីក្រុងប៉ុន្តែមេតបមានការខ្មាស់ later that's all we know តែមិនចង់មានចោលប៉ុន្មានអ្នកដែលមិនស្គាល់កម្ពស់មេឃើញស្ត្រីនោះនៅម្នាក់ឯងនៅលើភ្នំជ្រៅមានបំណងចង់ប្រឆាំងនឹងនាងក្នុងពេលជាមួយគ្នានោះមេតបស្រាប់តែគិតថាជាស្រាប់នឹងមនុស្សដែលគាត់កំពុងស្វែងរកនៅពេលដែលស្ត្រីធ្វើពុតជាភ័យខ្លាចហើយបានត្រៀមខ្លួនប្រើម្ជុលសក់ដើម្បីបញ្ចប់ជីវិតពេលវែងរបស់មេតបភ្លាមបានទម្លុះទ្រូងចោលហើយបានសង្គ្រោះស្ត្រីនោះពីក្រុមចោរហើយបាននាំនាងត្រឡប់ទៅគ្រួសារជាវិញពិតជាមិនផ្លាស់ប្ដូរសម្លៀកបំពាក់មុនពេលត្រឡប់ទៅផ្ទះមិនចាំបាច់ទេនេះគឺត្រឹមត្រូវសូមអរគុណឧត្តមសេនីយ៍មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ត្រីឆ្លងតែឃើញគាត់ដើរពេញផ្ទះហើយគ្រួសារជាបានគោះទ្វារពេលអ្នកផ្ទះបើកទ្វារឃើញមុខស្ត្រីគាត់ភ្ញាក់ផ្អើលនិងច្របូកច្របល់មេតបដែលនៅបាត់ភ្នែករបស់គាត់មានអារម្មណ៍ថាស្ត្រីនោះជាមួយគ្នានោះស្ត្រីដែលជាចោរកំពុងរៀបចំបាយនោះមានអ្នកបម្រើម្នាក់មកទទួលដំណឹងតើបុរសមកពីគ្រួសារជាអាចភ័យស្លន់ស្លោយ៉ាងដូចឆ្លើយនឹកនាងចង់បាននោះនាងនៅទីនេះស្ត្រីនោះបានប្រឡាក់ដោយឈាមហើយភ្លាមនោះបានបង្ហាញខ្លួននៅចំពោះមុខពួកគេស្ត្រីដែលជាចោរឃើញស្ត្រីនោះហើយនៅតែភ័យស្លន់ស្លោក៏បានបង្ហាញទឹកមុខមិនគួរឲ្យជឿមានតែប្អូនស្រីដែលជាចោរបានរើចិញ្ចើមហើយបានកត់សម្គាល់ពីភាពចម្លែករបស់ស្ត្រីម្ដាយនេះជាអ្វីដែលអ្នកធ្លាប់ធ្វើខ្ញុំក៏ត្រូវរងចាំគ្រួសារជាដែរម្ដាយបានកុហកថាខ្លួននាងមិនប្រញាប់ចាក់ចេញទេជីដូនក៏បាននិយាយថាគាត់ត្រឡប់ទៅបន្ទប់វិញដើម្បីសម្រាកដោយសារភ្លើងមានបុរសនិងស្ត្រីវាមិនអីទេដែលមិនត្រូវបានការពារដោយស្ត្រីនិងបុរសតើអ្នកនៅតែចង់ឲ្យគ្រួសារជាស្ងប់ស្ងាត់ឬឈប់ខ្ញុំបាននិយាយ